សួរថ្ងៃនេះយើងមានអីវ៉ាន់ជាងមកណែនាំមួយទៀតអ្នកនរគ្នាអើយនេះខ្ញុំទិញមកអត់ថ្លៃទេនេះទិញពីតូប DIY មកតម្លៃវាតែ80ថា2រៀលហ្នឹងហើយថា2រៀល2រៀល2រៀល5កាក់ហ្នឹងហើយអានេះមានតាំងពីលេខពីលេខ5រហូតដល់លេខ13ហ្នឹងហើយខ្ញុំទិញនេះមកបើនេះវាស្រួលហ្នឹងហើយវាយើងប្រើសម្រាប់លេខ10ភាគច្រើនខ្ញុំប្រើលេខ10ហ្នឹងហើយលេខ10និងលេខ7បើលេខ10យើងប្រើកន្លែងមួលឈោកទ្វារហ្នឹងហើយដូចបូមទ្វារហ្នឹងហើយទ្វារវាមានបូមវាហ្នឹងហើយលេខ10ហ្នឹងហើយលេខ7យើងប្រើនឹងខ្សែរឹតស៊ីយ៉ូទឹកហ្នឹងហើយកងរឹតហ្នឹងប្រើលេខ7ហ្នឹងហើយ10ហើយដោះប្រឡងម៉ាស៊ីនជែកក៏ប្រើលេខ7ដែរហ្នឹងលេខ10ពីរមុខហ្នឹងប្រើហើយទៅពេលទៀតមកលេខ13នេះអាធំជាងគេនេះប្រើសម្រាប់ដោះអាងដោះកម្របថាំងសាច់ស្រះទឹកហ្នឹងហើយអាងមួយទឹកអ្នកនរគ្នាហ្នឹងហើយលេខ13នេះចាំផ្លែតនេះលេខ13ហ្នឹងហើយខ្ញុំទិញមកវាប្រើបានហ្នឹងវាអត់អីទេហ្នឹងហើយសម្រាប់ប្រើជាមួយស្វានហ្នឹងខ្ញុំប្រើជាមួយស្វានមួយនាក់ហ្នឹងហើយស្វាននេះហ្នឹងហើយអ្នកនរគ្នាស្វានហ្នឹងស្វានអូស៊ូកាហ្នឹងហើយបើសិនខ្ញុំប្រើមួយស្វាននេះអានឹងអត់បញ្ហាទេហ្នឹងហើយប៉ុន្តែស្វានហ្នឹងភាគច្រើនខ្ញុំអត់សូវដែរយកមកហ្នឹងហើយចាំផ្លែតនេះបើសិនខ្ញុំប្រើប្រភេទស្វានក្បាលចាប់ចេះហ្នឹងអត់មានបញ្ហាវាអត់របូតទេអ្នកនរគ្នាហ្នឹងអត់មានរបូតទេហ្នឹងហើយយើងប្រើស្រួលហ្មងហ្នឹងហើយបើសិនជាយើងប្រើប្រភេទស្វានដែលមានក្បាលលុកចេះនេះយើងប្រើអត់កើតទេហ្នឹងហើយដល់ពេលយើងដាក់ទៅវារបូតនេះប្រើប្រភេទលុកចេះហ្នឹងហើយអាស្វាននេះភាគច្រើនខ្ញុំអត់យកមកទេខ្ញុំទុកនៅផ្ទះហ្នឹងហើយបើស្វានធ្វើការខ្ញុំប្រើផុសម៉ាហ្គីតាហ្នឹងម៉ាហ្គីតាខ្ញុំយកមកធ្វើការរហូតហ្នឹងហើយដល់ពេលអញ្ចឹងទៅបើសិនខ្ញុំទិញអាក្បាលប្រឡងនេះមកក្បាលសោនេះមកដាក់ទៅវារបូតហ្នឹងហើយចាំផ្លែតបើសិនខ្ញុំទិញមកអញ្ចឹងនេះខ្ញុំដាក់អញ្ចឹងមកปุ๊បយើងញុកអញ្ចឹងមកនេះយើងញុកបានតែប៉ុណ្្នឹងទេហ្នឹងពីព្រោះថាវាអត់មានកន្លែងកលាក់លុកក្បាលសោនេះហ្នឹងហើយដល់ពេលអញ្ចឹងទៅវារបូតយើងចាប់អញ្ចឹងរបូតភ្លុចដល់ពេលអញ្ចឹងទៅយើងប្រើវាអត់សូវល្អទេនេះព្រោះបើថាដោះកន្លែងកម្របថាំងទឹកនៅកន្លែងអាងមួយទឹកហ្នឹងប្រើនេះអត់ស្រួលទេធ្លាក់ចូលទឹកហ្នឹងហើយនេះច្រេះស៊ីបាត់ហើយហ្នឹងអានេះដល់ពេលអញ្ចឹងមកខ្ញុំទិញអាប្រភេទនេះម្ដងហ្នឹងនេះអានេះតាំងពីលេខប្រមាណនេះខ្ញុំលេខបាត់ហើយនេះតាំងពីលេខ5ហើយក៏លេខ7ឡើងហើយចាំមើលសិនខ្ញុំឆែកមើលចាំហែកមើលសិនហ្នឹងហើយអានេះវាដាក់ឲ្យយើងចេះទេអ្នកនរគ្នានេះវាដាក់យើងចេះទេនេះវាអត់មានដូចជា package នេះស្អាតដូចចេះទេអានេះហ่ะបាទនេះគេដាក់ឲ្យស្អាតបាទនេះគេដាក់ឲ្យស្អាតហ្នឹងហើយប៉ុន្តែវាប្រើអត់សូវល្អហ្នឹងហើយល្អម្យ៉ាងម្នាក់ហ្នឹងហើយវាដៃគេរឹងមកគេដែរតាហ្នឹងហើយនេះអានេះមានតាំងពីលេខបានឡើងទៅចាំមើលសិនអានេះលេខ12អានេះលេខ14អូ14អានេះលេខ13អូមានតាំងពីលេខមើលលេខទូចគេលេខប៉ុន្មានលេខទូចគេលេខអានេះលេខ7អានេះអូនេះ 5.5 នេះលេខ6មានតាំងពីលេខ 5.5 ទៅដល់លេខ14អ្នកនរគ្នាហ្នឹងហើយប្រភេទអានេះដឹងតែប្រើល្អនេះព្រោះថាក្បាលប្រឡងឈុតបុកវាហ្នឹងក្បាលប្រឡងវាណាវាធ្វើមកកវាវែងដល់ពេលចឹងទៅបើសិនជាប្រឡងណាក្បាលរៀងវែងអីហ្នឹងនេះស្រួលហ្មងនេះព្រោះថាវាមានក្បាលកលាក់យ៉ាងអ្នកនរគ្នាណាហ្នឹងហើយបើសិនជាមួយនេះលេខ13ដែរប៉ុន្តែវាអត់មានក្បាលកលាក់ទេរៀបហ្នឹងហើយរៀបអញ្ចឹងយើងប្រើជាមួយប្រភេទស្វានចេះបានហ្នឹងហើយនេះបើស្វានចេះហ្នឹងហើយប្រភេទស្វានមួយនេះហ្នឹងហើយនេះពណ៌ខ្មៅនេះហ្នឹងហើយប្រើក្បាលចាប់ហ្នឹងហើយបើសិនជាយើងប្រើប្រភេទនេះប្រភេទសម្រាប់លុកដងវាយើងប្រើចេះហ្នឹងហើយ
nè nhọc cho plusปุ๊บให้ยังตีนี่มาฟลิปอย่างนั้นก็อาราบูดเห็นไหมนี่ดังอาราบูดได้ปะนี่ฮะนั่งไงให้อันนี้ก็อัดไลน์ได้อย่างนี้ถ้าปีเรียลได้เนี่ยไอ้ใบเรียลได้ยังไงนี่สะอาดcái thứ mà nó mà kia đó nữa nghe bà bay riết bà sân chỉ mới miền mà nó gọp sân đập pi buôn vào mùi vậy đập crop pi buôn vào mùi vậy buôn đập chẳng này và pi riết thiệp tấu tông chỉ mùi ấy bay riết mùi tha mà quan chứ thảm quan pi rồi chứ năng ấy mùi quan pi rồi mà sao giá chai này ngọt nè mà thay chai này pra tao đi pra mà ngán đại lọ tiếc nha bạn này Chelsea đôi khi nè nè bây thưa mầm non với xa đó năng ấy thì phía sản do mau bị chân nè ngọt nè 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 đọc lại đó bạn đang sửa bài đấy nè wow còn năng ngày này comment mà reviewชุดสาวประเภทปลาสวานอย่างนี้มีแต่ปันยังไงบองปูนกอดจองบ้านนี่ไว้หวานไอ้นั่งบาสันเจียบองปูนกอดไทยไหมเด้เนี่ยดังรอสโลเลยบาสันเจียนักมาเยอะกว่าบาตีใจยังไงหวยบาสันเจียไทยแอบลาซาดายังอาจติงวันมันจรายังไงประเภทหน้ากบาลอันนี้ยำมาติงมาปีลาซาดายังไงให้บาวมวยเตี้ยยำติงมาปี DIY เนี่ย DIY อย่างเนี้ยอันนี้80 บาทอันนี้มาเพย์นั่งไงมาเพย์รวมหนึ่งไทยพี่ยายเด็ดมา50 บาทนั่งไงมอมปลานั่งไงอัดไทยปลาบ้านเตี้ยนั่งไงปลาบ้านล้อเตี้ยนี่ครับยังไงก็สำหรับวิดีโอนี้จบถึงแต่วันนี้นะอันนี้ยังไงจุดจัดวิดีโอช่องพี่ยายสับสไครป์เนี่ยมวยพังยังไงเอาคนช้าจุดพี่ยายวิดีโอคลายบายบายอย่าเรียบเรีย